កងរាជវរហ័តខេត្តបញ្ជូនជនសង្ស័យជាក្មេងទំនើងចំនួន7នាក់ទៅសាលាដំបងខេត្តអនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីដេញកាប់មន្ត្រីយោធាបាទក្នុងពេលកំពុងបំពេញភារកិច្ចនៅពេលយប់នៅវេលាម៉ោង 21:30 នាទីថ្ងៃទី 21 សីហា 2026 កន្លងទៅនៅចំណុចកំណាត់ផ្លូវកៅស៊ូស្ថិតនៅក្នុងភូមិកក់ឃុំជប់វរីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យកម្លាំងមូលដ្ឋានកងរាជវរហ័តស្រុកព្រះនេត្រព្រះដឹកនាំដោយលោកវរៈសេនីយ៍ត្រីសិនរ៉ាស៊ីមេបញ្ជាការមូលដ្ឋានកងរាជវរហ័តស្រុកបានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ51បានឃាត់ខ្លួនជនសង្ស័យចំនួន7នាក់ដែលមានឈ្មោះសុខាសុខនភេទប្រុសអាយុ16ឆ្នាំទី2ឈ្មោះសុតកំសៀងភេទប្រុសអាយុ20ឆ្នាំទី3ឈ្មោះរួនរងភេទប្រុសអាយុ20ឆ្នាំទី4ឈ្មោះតូស៊ីនៀងភេទប្រុសអាយុ22ឆ្នាំទី5ឈ្មោះហឿនរ៉ាភេទប្រុសអាយុ22ឆ្នាំទី6ឈ្មោះគួយថឹងភេទប្រុសបាទអាយុ20ឆ្នាំនិងទី7ឈ្មោះឈឿតឆេនបាទភេទប្រុសអាយុ15ឆ្នាំដែលបានធ្វើសកម្មភាពជិះម៉ូតូហើយបានទាញយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះដែលជាមន្ត្រីយោធាខណៈពេលកំពុងចុះល្បាតតែកម្លាំងយោធាបានគេចផុតក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានដកហូតវត្ថុតាំងមានកាំបិតខ្វែវមួយដើមម៉ូតូ3គ្រឿងហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀនក្រុមក្មេងទំនើងខាងលើមានឈ្មោះឈឿតឆេនហៅម៉ាន់បាទរកឃើញសារធាតុញៀនបាទគឺវិជ្ជមានហើយនាំមកកាន់មូលដ្ឋានកងរាជវរហ័តស្រុកព្រះនេត្រព្រះដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីលោករៈសេនីយ៍ត្រីសិនរ៉ាស៊ីមេបញ្ជាការមូលដ្ឋានកងរាជវរហ័តស្រុកព្រះនេត្រព្រះបានឲ្យដឹងថាក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យឆ្លើយសារភាពថាពួកគេគឺពិតជាបានទាញយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះដែលជាមន្ត្រីយោធាពិតប្រាកដមែនផ្អែកលើចម្លើយសារភាពនិងវត្ថុតាំងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជវរហ័តស្រុកកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជវរហ័តខេត្តដើម្បីបន្តនីតិវិធីបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជវរហ័តខេត្តបញ្ជូនទៅសាលាដំបងខេត្តហើយនៅព្រឹកថ្ងៃច័ន្ទទី 24 សីហា 2026 ដើម្បីអនុវត្តតាមនីតិវិធីបាទ